នៅក្នុងយប់ស្ងប់ស្ងាត់មួយបុរសម្នាក់ឈ្មោះវុធីបានមកស្នាក់នៅសន្តាគារចាស់មួយនៅជាយទីក្រុងបន្ទប់ដែលគេផ្ដល់ឲ្យគេនោះគឺបន្ទប់លេខ409បន្ទប់មើលទៅធម្មតាប៉ុន្តែមានអារម្មណ៍ត្រជាក់ប្លែកៗដូចជាមាននរណាម្នាក់កំពុងមើលគេពីជ្រុងបន្ទប់ពេលវេលាបានឈានដល់ជិតអាធ្រាត្រវុធីកំពុងអានសៀវភៅលើគ្រែភ្លើងចាប់ផ្ដើមភ្លឺនឹងបិទទៅដោយស្វ័យប្រវត្តិគេដកដង្ហើមយ៉ាងខ្លាចបន្តិចហើយនិយាយថាប្រហែលជាសៀគ្វីភ្លើងខូចតែបន្ទាប់ពីនោះគេឮសំឡេងស្រីមួយនិយាយយឺតពីជ្រុងបន្ទប់អរុណសួស្ដីអ្នកមកស្នាក់នៅទីនេះម្ដងទៀតហើយឬវុធីភ្ញាក់ផ្អើលបើកចង្កៀងឆ្អោទៅជ្រុងបន្ទប់តែគ្មាននរណានៅទីនោះទេភ្លើងបិទវិញទ្វារចាប់ផ្ដើមគាស់ខ្លាំងបង្អោចក៏បក់ខ្លាំងដែរក្នុងកញ្ចក់ខាងជិតគ្រែគេឃើញស្រីម្នាក់ឈរមើលមុខគេជិតមានស្នាមញញឹមត្រជាក់ប្លែកតែពេលគេបង្ក្រប់ក្រឡេកវិញវាមានតែខ្យល់ត្រជាក់និងភាពស្ងប់ស្ងាត់ប៉ុណ្ណោះវុធីរត់ចេញពីបន្ទប់ទៅបន្ទប់ទទួលភ្ញៀវបុគ្គលិកសន្តាគារម្នាក់ភ្ញាក់ផ្អើលហើយនិយាយថាលោកបន្ទប់លេខ409យើងមិនប្រើរយៈពេលជាង10ឆ្នាំហើយពីព្រោះភ្ញៀវស្រីម្នាក់បានស្លាប់នៅទីនោះនៅយប់ទី1ខែកញ្ញាវុធីត្រឡប់មកមើលជួនលើជាថ្មីតែភ្លើងនៅបន្ទប់នោះភ្លឺឡើងវិញដោយស្វ័យប្រវត្តិហើយសំឡេងនោះក៏លេចឡើងពីទូរស័ព្ទដៃនៅលើតុថាអរុណសួស្ដីអ្នកមកស្នាក់នៅទីនេះម្ដងទៀតហើយឬ